ជាសកម្មភាពដែលគាត់រៀបចំយកអង្គហើយនឹងវល់យាវមកបុកចូលគ្នាចំណងនេះបាទដូចដើមបុកចឹងណា Cầm tung chảo.ខ្ញុំបាទសីហាសូមជម្រាបសួរដល់ប្រិយមិត្តឥឡូវនេះគឺខ្ញុំកំពុងតែនៅក្នុងភូមិតែនងល់បាទដែលជាភូមិជនជាតិដើមភាគតិចចារាយស្ថិតនៅក្នុងស្រុកអូយ៉ាដាវខេត្តរតនគិរីថតបាទវេនថតវេនមិនហើយសម្រាប់ព្រឹកនេះគឺខ្ញុំបានមកដល់កន្លែងដែលពួកគាត់តែងតែដងទឹកយកទៅប្រើហើយអណ្ដូងទឹកនេះអត់ធំទេបាទគឺមានរុនទូចល្មមសម្រាប់មកគាត់លូកដៃចូលទៅដងទឹកហើយទឹកហ្នឹងទឹកចេញមកពីក្នុងដីបាទគាត់ប្រើជាប្រចាំនៅក្នុងភូមិទឹកនេះចេញរហូតមិនដែលអស់ទេហើយរបៀបដែលមកដងទឹករបស់ពួកគាត់គឺប្រើឃ្លោកបាទប្រើឃ្លោកដើម្បីដួសដងពីខាងក្នុងចម្លងយកមកខាងក្រៅដើម្បីចាក់យកក្នុងឃ្លោកផ្សេងទៀតហើយបច្ចុប្បន្ននេះពួកគាត់មានដបទឹកសុទ្ធសម្រាប់ប្រើខ្លះដែរបាទអត់ដូចពីមុនទេកាលពីមុនគាត់ថាគាត់មិនមានប្រើដបទឹកសុទ្ធទេគឺប្រើឃ្លោកសុទ្ធសម្រាប់ដងទឹកយកទៅប្រើហើយទឹកនេះគឺយកទៅញ៉ាំនៅក្នុងគ្រួសារបាទនេះបើសម្រាប់ខ្ញុំហៅការឬកបោយដងទឹកណាតោបាទនៅនឹងហៅតោដងទឹកតោអីគេតោស្រយាភាសាចារាយមែនបាទគៀតនេះឃ្លោកបាទធ្វើឲ្យចេះទៅយតោវិញបាទតោអូខេនៅនងទុំនៅនងចាស់ហ្នឹងយើងយកវាមកធ្វើស្នុកនៅហ្នឹងណាចាអូដាក់សម្រាប់ការពារពេលដែលដងទឹកទៅសំណអីបាទខ្លាចមានកតិកទីចូលក្នុងទឹកហ្នឹងវាដោយចូលមកក្នុងឃ្លោកបាទព្រោះគាត់ចាក់ចេញមកតាមមាត់ទូចនេះបញ្ចូលទៅក្នុងឃ្លោកហើយស្នុកហ្នឹងភាសាជនជាតិគេថាអីគេពងអូចឹងដែរបាទបានគាត់ចង់ឆ្លើយសោះបាទគាត់ឆ្លើយចំនៅប្រកាសចឹងអានេះឃ្លោកចាស់ហើយយើងចោះវាអញ្ចឹងហើយចោះកាលយើងទុនត្រាំនេះត្រាំទឹកនៅត្រាំទឹកហើយអូហើយនេះយើងយកមកលាងសម្អាតដងទឹកនេះយើងអត់ដងប្រើផឹកទេយើងសម្រាប់ប្រើការអីផ្សេងណាទឹកបាទអូខ្វៀលទៅធំជាងមុនតានេះគឺជារបៀបដែលគាត់ចោះឃ្លោកនេះជាដំបូងឡើយគឺគេយកឃ្លោកចាស់គឺគាត់ចោះមាត់វាខាងលើហ្នឹងហើយយកវាទៅត្រាំក្នុងទឹកដើម្បីឲ្យវារលួយផ្នែកខាងក្នុងពេលដែលរលួយផ្នែកខាងក្នុងហើយបានគាត់យកវាមកចោះហើយសម្អាតខាងក្នុងចេញបានយកវាមកប្រើបានឃ្លោកដែលត្រាំហ្នឹងយើងត្រាំវាប្រហែលថ្ងៃដែរបងមួយខែត្រាំមួយខែចាត្
តាមមួយខែទៅ តាមមួយខែ វារលួយអស់ហើយខាងក្នុងវាអូធំស្អុយតិចតាបាទឃ្លោកដែររលួយដល់ពេលហិតទៅវាមានក្លិនស្អុយតិចដែរបាទអញ្ចឹងយើងត្រូវទៅសម្អាតត្រាំទឹកវាឲ្យស្អាតទៀតឲ្យបាត់ស្អុយបាត់ក្លិនសិនបានយកមកប្រើបានអូនេះមានក្របមានអីវាតាពេលចាក់មក ទឹកយើងមកយើងចាក់ចោលដាក់ទឹកថ្មីទៀត ហើយយើងធ្វើអញ្ចឹងរាល់ថ្ងៃទៅ ចា រហូតតតាទឹកហ្នឹងឈប់មានក្លិនបានយកទៅប្រើបាន ចា ឥឡូវជាដំបូងនេះគឺមីងគាត់រៀបចំទៅបេះបន្លែនៅខាងក្រោយផ្ទះគាត់បាទសួនបន្លែគឺនៅជាប់នឹងផ្ទះទេអត់ឆ្ងាយទេបាទអូមានអានេះត្រាវត្រូវហ៎មិនក្តារទេណាអូល្អមែនហើយយកអន្តរហើយកងៀងអូនេះបន្លែហ្នឹងហើយកងៀងខាងខ្ញុំហៅបន្លែផ្អែមអូម្រេចដាំច្រើនទេបាទសិតតែម្រេចនៅជាប់ហ្នឹងនៅទីនេះគឺជាដើមម្រេចបាទខ្ញុំឃើញបកគោលដើមម្រេចគាត់ចូលប្រហែល7-10បកគោលដែរបាទនៅក្នុងម្លប់ខាងក្រោយផ្ទះគាត់បាទនៅក្នុងចំការមានម្រេចហើយមានបន្លែអីផ្សេងទៀតហើយមានវល់យាវទៀតបាទនោះព្រោះម្ហូបថ្ងៃហ្នឹងគាត់មានប្រើវល់យាវដែររ៉ាឌីគាត់កំពុងតែបេះនៅខាងនោះឥឡូវនេះគឺដល់វគ្គធ្វើម្ហូបហើយសម្រាប់កន្លែងធ្វើម្ហូបឬផ្ទះបាយរបស់ពួកគាត់នៅក្នុងភូមិចារាយនេះគឺផ្ទះបាយនៅខាងលើបាទនៅខាងលើផ្ទះធំអត់មានអ្នកធ្វើផ្ទះបាយនៅជាន់ផ្ទាល់ដីទេឥឡូវនេះខ្ញុំនឹងឡើងទៅខាងលើផ្ទះគាត់បាទបង្ហាញនៅផ្ទះបាយរបស់គាត់ហើយនឹងទិដ្ឋភាពផ្ទះមួយចំនួនបាទនេះគឺជាយ៉រផ្នែកខាងមុខផ្ទះបាទយើងអាចមើលទៅខាងក្រៅបាទឃើញផ្ទះផ្សេងនៅជុំវិញបាទភូមិរបស់គាត់នេះផ្ទះគឺនៅជាប់គ្នាហើយអត់មានរបងទេបាទនៅពីមុខពីក្រោយនៅចំហៀងគឺនៅជាក្រុមអូខេខ្ញុំចូលមកខាងក្នុងសិនបាទនៅខាងក្នុងរៀងងងឹតបន្តិចនេះកន្លែងគេងហើយមានបន្ទប់នៅខាងនោះមួយក្រែគេងបាទរ៉ាឌីគាត់រៀននៅមហាវិទ្យាល័យហើយគាត់មានសញ្ញាបត្រច្រើនគាត់ជាជនជាតិភាគតិចចារាយប៉ុន្តែគាត់ខិតខំរៀនសូត្របានសញ្ញាបត្រច្រើនបាទបញ្យួរនៅពេញផ្ទះនេះផ្លូវទៅផ្ទះបាយបាទទ្វារចូលផ្ទះបាយយើងត្រូវចុះទៅក្រោមមួយជាន់ទៀតចំហៀងនេះគឺជាយ៉រចំហៀងផ្ទះបាទមានបត់ទៅខាងនោះមួយទៀតកន្លែងហាលកៅអៅអីនៅលើផ្ទះទាំងអស់នៅខាងក្រោយផ្ទះក៏មានផ្ទះអ្នកជិតខាងដែរបាទនេះយើងអាចមើលឃើញផ្ទះអ្នកជិតខាងនៅជាប់ហ្នឹងឥឡូវខ្ញុំចូលទៅខាងផ្ទះបាយបន្តទៀតបាទនៅផ្ទះបាយនេះក៏មានបន្ទប់មួយដែរបាទនេះបន្ទប់មួយនៅចំហៀងនេះគឺជាផ្ទះបាយរបស់គាត់ចំណែកនៅចំហៀងខាងនេះគឺយើងឃើញពាងស្រាបាទឬសបកស្រាពាងបាទនៅដង្ហែមានតូចមានធំទៅតាមទំហំសម្រាប់ជនជាតិដើមភាគតិចគឺគាត់តែងតែមានស្រាពាងនឹងជាប្រចាំនៅក្នុងគ្រួសារបាទពាងដែលចំហនេះអត់មានទេតែសម្រាប់ពាងដែលចងមាត់ចិត្តនេះគឺសុទ្ធតែពាងស្រាហើយបាទនៅខាងនេះដែរយើងគាត់ធ្វើវិធានយ៉ាល់ណាត្រោដែរ ឥ
còn thì tha thơ kho thơ chơi ខទំពាំងវិញ thơ kho thơ con khiêm riêng về con thua khiêm khét ta kèo អូគាត់មកលេងដល់ហ្នឹង game mau chân tay khiêm chlam mun បាទ khét ta kèo cái bưng riêng ai con khiêm thơ បាទនេះសាច់ជ្រូក đọc con là đã សាច់ជ្រូកនេះមុននឹងយកទៅស្លនោះគឺគាត់ត្រូវរោលស្បែកវាបាទរោលសម្អាតហើយបានយកមកកោសសម្អាតកន្លែងដែលវាខ្លោចៗតិចៗនឹងចេញបាទមើលទៅស្បែកជ្រូកឡើងកលាតល្អ នេះប្រភេទបន្លែ mau ព្រៃ qua បាទបន្លែព្រៃនេះបងស្រីគាត់ទៅបេះព្រឹកមិញបាទនេះតែមកដល់អូល្អមែនតើបាទឡើងខ្ចីលវក់បាទនៅអាហ្នឹងគេហៅស្លឹកអី tỏi តញ tỏi ហើយខាងនេះដើមចេកនេះចេកព្រៃទៅចេកដើមធម្មតាតែកាប់នៅព្រៃដែរនៅចកាកាប់ចកា chân tay អូហើយស្លឹកចេកគាត់យកមកធ្វើម្ហូបប្រចាំថ្ងៃរបស់ពួកគាត់ណាបាទនេះស្លឹកវល្លិយាវដែលបេះនៅក្នុងចំការក៏ចេះមិញបាទអានេះដាំបាយ អូម្សៅ lập được rồi. 5 cân ở về ori 5 រិចបានយកមកបុកតាមក្រោយ Mị gậy hồ phốt gậy. ដើមចេកហ្នឹងយើងសម្រាប់ធ្វើម្ហូបអីបង Chọc ខ្ចប់ឈ្មោះមុខម្ហូបខ្ចប់ហ្នឹងបង nhâm kỳ ញ៉ាំគីភាសាចារាយ nhâm kỳ ញ៉ាំគី kỳ tiết អូសម្រាប់ម្ហូបមួយមុខនេះមានឈ្មោះថាញ៉ាំគីបាទខ្ញុំអត់ដឹងរបៀបធ្វើយ៉ាងម៉េចទេប៉ុន្តែអ្វីដែលខ្ញុំឃើញគឺគាត់យកបដូលចេកដើមចេកយកផ្នែកបដូលខ្ចីហ្នឹងយកមកហាន់ជាកង់បាទ thì toàn tay hết ha. អានេះយើងត្បាល់យកសរសៃវាចេញ À. នេះយើងរៀបចំយកអង្ករបុក bốc cho môi sụt nhiều អូបុកចូលគ្នាជាមួយអង្ករហ្មងណាបាទនេះជាសកម្មភាពដែលគាត់រៀបចំយកអង្ករហើយនឹងវល្លិយាវមកបុកចូលគ្នាតំណងនេះ Để học អូ sắt ដាក់ធំវិញត្បាល់ទូចឲ្យគ្នា2នាក់ណាមួយរ៉ែនោះវាទៀតតែអញ្ចឹងបុកទៅតាមស្រួលដួលហ្មង cho cái lẹt là bỏ mình hả đây. Làm gì? ឥឡូវចាប់ផ្ដើមបុកហើយគ្នាគាត់2នាក់បាទដូចដើមបុកអញ្ចឹងណាអូមកហើយលឿនណាឃើញអញ្ចឹងហត់ទៅបាទបុកមិនមែននេះទេបាទគាត់ប្រើកម្លាំងខ្លាំងបាទ Vẽ gì đây? បាទបុកហើយមួយត្បាល់បាទឥឡូវដាក់មួយត្បាល់ទៀតអូនេះគាត់ទៅតាក់ស្ទៃបាទយកអាម៉ត់ហើយនឹងអាមិនទាន់ម៉ត់ចេញដើម្បីយកវាមកបុកថែមទៀត Ê,
Mày lè này bà thấu nó lưỡi nè ឥឡូវនេះចាប់ផ្ដើមបុកត្បាល់ទី2បន្ថែមទៀតបាទត្រឡក Ông chẳng ai đi thật đi lo cái này chấm rách gì ម្ហូបខ្លះតម្រាំតែធ្វើបានម្ហូបគឺពិបាកដំណាក់កាលនៃការធ្វើច្រើនបាទដូចបុកម្សៅនឹងអញ្ចឹងបាទដើម្បីបានម្សៅគាត់ត្រូវត្រាំអង្គទុកឲ្យទៅបេះស្លឹកវល្លិយាវយកមកបុកជាមួយអង្គបុកហើយនៅអុំនៅរែងនៅស្ទៃតម្រាំតែយកបានម្សៅដែលល្អម៉ត់ល្អបានយកទៅប្រើ phải gọi ra hè Bỏ bọt sợi chết mấy dương ចង tròn vậy nó cũng ai bây giờ ngon tới cũng ai tập trường អូ thoại này Ní dương hành thưa ở kì slam mà sao vậy ní sẽ làm sao xong rồi cái chop chạp mà chạp chấm nó đấy chê vậy mà chúng ta dương ly សម្រាប់ដើមចេកដែលហាន់ហើយបុកហ្នឹងត្រូវពូតយកទឹកវាចេញទៀតបាទនេះអត់យកទឹកវាទេយកតែកាកវាទេយកមកប្រើ làm con cái sợi chọn họ អូបាទនេះទេនេះស្ទឹមគល់ស្រីសាច់ជ្រូក Tiêu hợp lên Ồ, mà rịch bà lên mà rịch cháy rồi gặp vào lửa tình nó mà không lên là nguôi mà Ồ, đâu là rồi. Wow. Nhiều khơi phun màu khắp khắp mà.
này về hệ chạy rồi. nè bị vừa bớt hiện bông បាទដាក់នៅនងសកៃនៅនងទ្របនៅបាតបាទនេះគឺជាឆ្នាំងចំហុយបាយដំណើប cha ហើយអង្ករដំណើបនៅទីនេះ nè anh ăn tóc អូខេ tóc chạy bữa à cung បាទស្ដាប់អត់បានទេតែគាត់បញ្យល់ nè ពី bữa chạy tóc ដំណើបបាទនេះបាទគាត់ចាប់ផ្ដើមយកអង្ករដំណើបដែលត្រាំនឹងដាក់ចូលនៅក្នុងឃ្លោកគាត់ជោគដាក់ក្នុងឃ្លោករហូតទាល់តែចិត្តពេញបាទនេះ អូហូល្មមអាលាក់ទៅស្រកបន្ទាប់មកដាក់ឆ្នាំងដាំទឹកបាទនេះជាឆ្នាំងដីដូចក្អមអញ្ចឹងបាទមើលមកផ្លែត Cọ lon អាហ្នឹងហៅអី Cọ lon កក់លន់ភាសាចារាយធ្វើពីដីឥដ្ឋបាទដូចក្អមដូចអីអញ្ចឹងធ្វើពីដីដូចគ្នាបន្ទាប់មកគាត់លើកឃ្លោកបាទឃ្លោកអង្ករហ្នឹងដាក់ពីលើបាទតំណងមែនតើមាត់ឃ្លោកហើយនឹងមាត់ឆ្នាំងដីហ្នឹងវាដាក់ចូលគ្នាមកត្រូវហ្មងបាទហើយផ្នែកខាងលើនេះយើងឃើញអង្ករនៅទីនេះបាទនៅលើកឆ្នាំងដីបាទនេះហ្នឹងគឺត្រូវប្រើក្រណាត់ហើយក្រណាត់ហ្នឹងសើមជ្រលក់ទឹកយកវាមករុំ ដើម្បីកុំឲ្យចេញចំហាយទឹកបាទនេះរបៀបគាត់ធ្វើកឆ្នាំងនឹងកឃ្លោកហ្នឹងប្រហាក់ប្រហែលគ្នាបាទរៀងឆ្នាំងដីហ្នឹងដូចរៀងឃ្លោកហ្នឹងអញ្ចឹងបាទដូចគ្នា năng mạ thiềm thơm អូតាំងពីជំនាន់ម្ដាយគាត់តោះមកគាត់យកស្លឹកចេកមកដាក់ពីលើឃ្លោកហើយសង្កត់ក្របឆ្នាំងពីលើថែមទៀតបាទ nhà mà kia này của bạn bay bộ ở đây bữa đồ chơi ở đâu tập em khang đi បន្លែព្រៃបន្លែគ្រប់មុខឥឡូវគាត់ចាប់ដើមធ្វើម្ហូបមុខទៀតមានឈ្មោះថាញ៉ាំគីនេះគឺដើមចេកហើយនេះគឺទំពាំងហើយនេះកូនត្រីលាយកំពឹសហើយនឹងបន្លែព្រៃគ្រប់មុខបាទ nhà môn ញ៉ាំមុន môn từ trang បាទធ្វើបាន3មុខម្សៅនេះគឺជាគោលនៃមុខម្ហូបហ្នឹងហើយបាទ Bố mùi bị ta giật nó bạc này, chui giật nó bạc. បាទនេះបន្លែគ្រប់មុខមានកូនត្រីហើយនឹងកំពឹសលាយចូលគ្នា Ồ, bố bạn rồi đi lên vải rồi lá. Chạy theo rồi đi sạch. ហើយខាងនេះគឺទំពាំងដើមចេកដែលបុកហើយហ្នឹងឥឡូវនេះច្របល់ជាមួយនឹងសាច់ជ្រូកបាទម្ហូបនេះគឺប្លែកមែនតើអត់ដែលទាំងឃើញអត់ដែលទាំងលឺបាទទើបតែជួបទេឥឡូវចាប់ផ្ដើមយកសាច់មកច្របល់ជាមួយទំពាំងមួយមុខទៀត Lấy heo vậy. មុខម្ហូបមួយមុខនេះឈ្មោះថាញ៉ាំគី Ngọc hả để. ញ៉ាំគីបាទដូចពាក្យខ្មែរអញ្ចឹងមានពាក្យញ៉ាំដែរហើយមានពាក្យគីគាត់ធ្វើបាន3ប្រភេទមាន Ồ, nè. Nè. ចេកទំពាំងហើយនឹងបន្លែព្រៃគ្រប់មុខដូចដែលខ្ញុំបានរៀបរាប់អញ្ចឹងឥឡូវនេះគាត់ចាប់ផ្ដើមវិចខ្ចប់គឺខ្ចប់នឹងស្លឹកចេកជាដំបូងគាត់ខ្ចប់ណាំគីទំពាំងបន្ទាប់ពីខ្ចប់ហើយយកវាមកចងនឹងចំណងឫស្សីដើមឫស្សីគាត់ជ្រៀកវាជាចំណង cho non từ từ để chỉ khóc là បាយចំណាប់ឆ្អិនហ្នឹងបន្លែព្រៃលាយកូនត្រីអាហ្នឹងអត់ប្រើសាច់ជ្រូកទេបាទ một bữa បាទមានតែកំពឹសហើយនឹងកូនត្រីប៉ុន្តែអានេះគាត់ប្រើបន្លែស្រស់ដាក់រោយពីលើ Đòi tại đầu tiên អត់ប្រើត្បាល់បុកទេបាទនេះគាត់យកឃ្លោកយកមកញីអូយើងញីសិនញីហើយបានយកទៅបុកអូបន្ទាប់ពីញីហើយយកមកអុំឲ្យសបកវាចេញបាទនេះល្ងបុកមិញណាយកមកដាក់ជាមួយញ៉ាំគី
ញ៉ាំគីនេះរសជាតិដើមចេក Chết trai chết tịch nè ទឹក chết trai chặt trai là nè là chặt kia được cái ngon à អូអានឹងថាមិនទៅខ្ញុំស្ដាប់អត់បានទេ Rồi nhâm kia nè, nhâm kia quận đi sạc kia đâu rồi chứ đó. គាត់និយាយចរា nè phải chầm ngư ạ បើ ăn miên ដល់ chầm ngư tê អូញ៉ាំអានេះអត់មានជំងឺ ចា បន្លែធម្មជាតិ phải lại thầm chết ăn miên chầm ngư អូគាត់និយាយចរាយមិញខ្ញុំស្ដាប់អត់បានបាទ Rồi nhâm rồi, này nhâm kia. nè nhầm là cái nhầm trai và đêm nhớ nè đằng nè và dạ ơi đang ngạ và đêm បាទ nè ta lè nó phong gọi nhầm quỳ nhầm nhật ạ អូ chà nga chà hạc Dạ. chà plăng nhờ chụt nhờ nhẹ nhờ Ta nó ơi. anh nhờ Làm. អូនេះជាម្ហូបតាំងពីដូនតាមកមិនមែនម្ហូបឥឡូវទេបាទគាត់ចង់និយាយចឹងបាទមានអ្នកបកប្រែមិញណាបាទ បន្ទាប់ពីលាយល្ងរួចឥឡូវនេះរៀបចំខ្ចប់ដាក់ស្លឹកចេកបាទនេះរសជាតិទី3រសជាតិដើមចេកហ្នឹងបាទហើយចំណែកពីរសជាតិនេះគឺខ្ចប់រួចហើយនៅនឹងចង្អេរនេះស្លឹកចេកធំៗយើងខ្ចប់ធំៗដែរដើម្បីឲ្យវាចំណេញបាទបាយដំណើបឆ្អិនហើយ Là hay nè, là nhà vừa. បាទយកមកចាក់ចូលនៅក្នុងចង្អេរដែលមានក្រាលស្លឹកចេកអូបាយចំហុយនេះនៅជ្រងល្អបាទអត់អេកទេមើលទៅឡើងជ្រងដូចកចឹងបាទយើងបើកមើលបាយដំណើបអូឆ្នាំងទី2នេះគាត់មានលាយដំឡូងបាទបាយដំណើបលាយមួយដំឡូងបាទប្លែកខ្ញុំធ្លាប់ឃើញតែបាយដំណើបទទេឆ្នាំងទី2នេះយើងឃើញមានដំឡូងមានអីលាយឡំណាបាទមានដំឡូងពណ៌ស្វាយដំឡូងពណ៌សលាយគ្នា Thế là chặt nhầm này nè không đây đâu ạ hôm sau mà không mua nghe nhọn គាត់ឲ្យភ្លក់មើលឆ្ងាញ់អត់នេះមានដំឡូងនៅក្តៅដឹងតែឆ្ងាញ់ហីអូអូផុយទាំងអស់ដំឡូងក៏ផុយដែរ nâng hả ខ្ញុំគិតថាដំឡូងប្រហែលនៅច្រប់ហើយប៉ុន្តែផុយទុនដូចបាយដំណើបចឹងល្មួតចូលគ្នាហ្មង ឆ្ងាញ់ ថ្ងៃនេះដល់ជ្រុះ មើលគាត់ភ្លក់បាយជាប់វែងគាត់ហូបឆ្ងាញ់ ទាំងដំឡូងទាំងបាយហ្នឹងវាទុនស្មើសាច់គ្នាហ្មងបាទក៏រៀបចំចប់ទឹកចេកអានេះយើងរៀបចំដាក់ស្ងោរបាទម្ហូបគឺស្ងោរដូចនំអញ្ចឹងខ្ញុំមិនដែលជួបមុខម្ហូបណាដែលគេយកទៅស្ងោរអញ្ចឹងទេបាទស្ងោរដូចនំអញ្ចឹងធ្លាប់តែឃើញគេចំហុយឬក៏ដុតឬក៏អាំង បាទនេះគឺគាត់ខ្ចប់ស្លឹកចេកឲ្យស្ងោរដូចយើងស្ងោរនំអញ្ចឹងណាប្លែកមែនបាទទៅជួបលើកទី1 ញ៉ាំគីញ៉ាំមុនញ៉ាំពុក ញ៉ាំគីញ៉ាំមុនញ៉ាំពុក ញ៉ាំពុកrồi ដាក់ប៉ុនទឹកប៉ុណ្ណឹងល្មមហ្មង ចាបានហើយ នេះឆ្នាំងស្ងោរបាទ nè tóc ក្របវាស្ងោរដូចនំអញ្ចឹងបាទយើងត្រូវសកត់ឲ្យចិត្តហ៎បង បាទនេះទឹកនៅក្នុងឃ្លោកអូកាន់មកត្រជាក់ដូចទឹកក្លាសេអញ្ចឹងណាឃ្លោកហ្នឹងណាគេហៅទឹកអីគេអាហ្នឹងយើងចាក់ដាក់កែវឬក៏លើកប្រហូរដាក់មាត់ lương bò hô đạm một លើកប្រហូរហ្មងអូឆ្នុកវានេះបាទនេះយើងឃើញមាត់រុនវាអញ្ចឹង ăn
bao nha អូតិចឆ្ងាញ់អូមានជាតិ đào បាទវាអូ gạt được kia បាទអត់ភ្លាវអត់អីទេហើយតិចជាងទឹកសុទ្ធដែលខ្ញុំកំពុងញ៉ាំនេះណាបាទវាដូចទឹកក្លាសេអញ្ចឹងប៉ុន្តែវាមិនមែនតិចខ្លាំងដូចទឹកក្លាសេណាក៏យើងផឹកមកតិចជាងទឹកធម្មតាបាទនេះជារបៀបហូបទឹកនៅនឹងឃ្លោកបាទគឺគាត់ប្រាប់ថាគេត្រូវលើកប្រហូរអកចូលមាត់អញ្ចឹង bao thằng cái bao ខ្ញុំស្ដាប់អត់បានបកខ្មែរខ្ញុំនិយាយ bạn thà thà luôn ấy nhiên luôn ấy luôn ấy hẹn ra năm năm lần នេះរៀនទឹកមួយពេលដែលញ៉ាំបាយត្រូវមានឃ្លោកម្នាក់មួយនៅក្បែរខ្លួនទៀតនេះទឹក cái thịt kỳ nè អូនេះគេគីចាប់ខាងនេះអីគេវិញ lấy nè thịt kỳ mà ចំណែកនេះជាបាយដំណើបដែលអត់មានវាដំឡូងអានេះអីគេ ញ៉ាំមុន ញ៉ាំមុន អាគី អាគី ញ៉ាំអាគី đây hả là đập beng អូអានេះតាពាំងហ៎ đập ănនេះឆ្ងាញ់ សៅហ្នឹងពេលដែលវាចូលជាមួយទៅស្អិតណានេះវាដូចជាម្សៅនំតែរសជាតិជាម្ហូបសម្រាប់មុខម្ហូបសាច់ជ្រូកនេះខ្ញុំភ្លេចឈ្មោះហើយខ្ញុំគិតថាសាច់ជ្រូកអលេងចោះប៉ុន្តែគាត់ប្រើបន្លែព្រៃលាយជាមួយហើយមានបងម្អមអីដែរអាសំណងហើយសាច់ជ្រូកដុំធំ nè bọc nhầm mun nè បុកញ៉ាំមុនអូអានេះកូនត្រីកពឹសអូអត់តបានភ្លក់ទេមួយមុខហ្នឹង nhầm tiệt បាទញ៉ាំទៀត mà lụt ơi phải bọc nhầm chai nè ញ៉ាំទៅចំកពឹសមួយស្តៀងកប់ចាំប៉ុន្តែ vô cọp nè វាស្អិតល្មួតហើយវាអត់មានគ្រឿងបុកទេតែសាច់កពឹសសាច់អីយើងទៅពៀទៅចំមួយបែកដូចគាត់សាច់កប់អញ្ចឹង lại nhà tươi thôi vợ còn này còn bật chất ấy